ចលនាយុវជន Gen Z បានទៅដល់តំបន់អាហ្វ្រិកខាងត្បូងដោយប្រធានាធិបតីប្រទេស Madagascar រំលាយរដ្ឋាភិបាលក្រោយមានការតវ៉ាដ៏សាហាវមួយលោកប្រធានាធិបតី Andry Rajoelina បានប្រកាសរំលាយរដ្ឋាភិបាលរបស់លោកកាលពីថ្ងៃច័ន្ទ29 កញ្ញា 2025 ដើម្បីឆ្លើយតបទៅនឹងការតវ៉ាដែលដឹកនាំដោយយុវជន Gen Z ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់22នាក់និងមនុស្សជាច្រើនអ្នកទៀតបានរងរបួសនេះបើយោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលបានចុះផ្សាយដោយ CNN កាលពីថ្ងៃទី30 ខែកញ្ញា 2025 នេះចំណាត់ការដែលមិនធ្លាប់មានពីមុនមកនេះបានកើតឡើងនៅពេលដែលក្រុមបាតុកររាប់ពាន់នាក់បានវិលត្រឡប់មកតាមដងផ្លូវនៃរដ្ឋធានីសម្រាប់ការតវ៉ារយៈពេល3ថ្ងៃដែលប្រឆាំងទៅនឹងការដាច់ភ្លើងញឹកញាប់ដោយនៅទូទាំងប្រទេសខណៈដែលប្រជាជនត្រូវប្រឈមមុខនឹងការដាច់ភ្លើងដែលមានរយៈពេលរហូតដល់12ម៉ោងក្នុងមួយថ្ងៃកង្វះខាតទឹកប្រើប្រាស់ដោយបញ្ហានេះបានប៉ះពាល់ដល់តម្រូវការមូលដ្ឋានជាប្រចាំថ្ងៃរបស់ប្រជាជនដោយប្រជាជនបន្ទោសរដ្ឋាភិបាលចំពោះប្រព័ន្ធក្នុងការដឹកនាំនិងមានភាពអំពើពុករលួយស្របពេលពួកគេទាមទាររដ្ឋាភិបាលដោះស្រាយបញ្ហាជាមូលដ្ឋានដោយពួកគេបានលើកស្លាកបដាដែលសរសេរថាយើងចង់រស់នៅមិនមែនគ្រាន់តែរស់រានមានជីវិតនោះទេចលនានេះបានរីករាលដាលយ៉ាងឆាប់រហ័សពាសពេញប្រទេសកោះមហាសមុទ្រឥណ្ឌាដែលមានប្រជាជនប្រមាណ31លាននាក់ជាការឆ្លើយតបទៅនឹងបដកម្មដ៏ធ្ងន់ធ្ងរនេះប្រធានាធិបតី Andry Rajoelina បានប្រកាសរំលាយគណៈរដ្ឋមន្ត្រីទាំងមូលនិងសន្យាថានឹងបង្កើតរដ្ឋាភិបាលថ្មីដើម្បីដោះស្រាយការទាមទាររបស់ប្រជាជនសម្រាប់ប្រិយមិត្តដែលមានបំណងចង់ក្លាយជាអ្នកផលិតមាតិកាចម្រុះឬមាតិកាផ្សេងៗយើងខ្ញុំមានទទួលបង្រៀនដោយតម្លៃពិសេសត្រឹមតែ$20តែប៉ុណ្ណោះប្រិយមិត្តដែលមានចំណាប់អារម្មណ៍អាចឆាតចូលក្នុង Page ឬ Telegram បាន